ថ្ងៃនេះខ្ញុំសូមអាប់ដេតតាក់ទងទៅនឹងព័ត៌មានគ្រោះអគ្គិភ័យដែលកើតឡើងនៅឯទីក្រុងបាងកកប្រទេសថៃដែលថ្ងៃនេះត្រូវនៅថ្ងៃទី5ខែវិច្ឆិកាឆ្នាំ2025ដែលមានគ្រោះអគ្គិភ័យឆាបឆេះសាលាវត្តរាជបូជនីយដ្ឋានវត្តបច្ច័យញាតិការ៉ាមវរៈវិហារដែលនៅទីក្រុងបាងកកប្រទេសថៃតែមិនបណ្ដាលឲ្យមានអ្នករបួសនោះទេនៅខណ្ឌខ្លងសានទីក្រុងបាងកកប្រទេសថៃដែលហេតុការណ៍អគ្គិភ័យនេះបានឆាបឆេះសាលាមួយកន្លែងដែលប្រើប្រាស់សម្រាប់ទុកដាក់សម្ភារៈនៅក្នុងបរិវេណវត្តបច្ច័យញាតិការ៉ាមវរៈវិហារដែលជាវត្តអារាមរាជបូជនីយដ្ឋានថ្នាក់ដំបូងបង្អស់ដែលស្ថិតនៅស្ពានអនុស្សាវរីយ៍ក្នុងខណ្ឌខ្លងសានទីក្រុងបាងកកប្រទេសថៃតែម្ដងដែលហេតុការណ៍នេះបានកើតឡើងនៅថ្ងៃទី5វិច្ឆិកាឆ្នាំ2025ថ្ងៃនេះតែម្ដងបាទហើយនេះគឺជាករណីដែលខ្ញុំអាប់ដេតពីប្រទេសថៃដែលតាក់ទងទៅនឹងគ្រោះអគ្គិភ័យឆេះវត្តអារាមដែលវាវត្តហ្នឹងគឺមានវ័យចំណាស់នៅទីក្រុងបាងកកប្រទេសថៃហើយខ្ញុំនឹងមានវីដេអូឃ្លីបនិងរូបភាពមួយចំនួនដាក់នៅខាងស្ដាំវីដេអូហើយសេចក្តីរាយការណ៍និងការគ្រប់គ្រងស្ថានភាពជាក់ស្ដែងខ្ញុំនឹងរាយការណ៍ឥឡូវនេះបាទហើយហេតុការណ៍នេះផងដែរគឺកើតឡើងនៅម៉ោង11:53នាទីព្រឹកមិញនេះឯងដែលនៅពេលដែលហេតុការណ៍នេះកើតឡើងក្រុមការងារក៏ដូចជាអ្នកគ្រប់គ្រងទីនឹងបានទេទៅអ្នកផលិតអគ្គិភ័យផ្ទាល់តែម្ដងហើយក្រុមចំណាត់ការនិងស្ថានីយផលិតអគ្គិភ័យនៅខេត្តខ្លងសាននឹងបានមកដល់ទីកន្លែងកើតហេតុនេះតែម្ដងហើយដូចជារបស់របរសម្រាប់ទុកក្នុងដាក់ទុកក្នុងសាលាហ្នឹងក៏ត្រូវឆាបឆេះយ៉ាងសន្ធោសន្ធៅភ្លាមនឹងតែម្ដងបាទហើយចំពោះស្ថានភាពដែលឆេះហ្នឹងមន្ត្រីផលិតអគ្គិភ័យបានប្រើប្រាស់ប្រមាណជា15នាទីនិងទឹកបំពង់ផលិតអគ្គិភ័យទប់ស្កាត់រាលដាលរហូតពន្លត់ជាស្ថាពរនៅម៉ោង12:06នាទីថ្ងៃត្រង់អញ្ចឹងអាចប្រើពេល10ទៅ15នាទីលឿនដែរអញ្ចឹងណាដែលធ្វើឲ្យទីនោះគឺអត់មានឆេះឆាបទៅខាងក្រៅទេអញ្ចឹងវាឆេះតែបរិវេណក្នុងនឹងផងដែរហើយតាមរបាយការណ៍បឋមហ្នឹងគឺករណីនេះមិនបណ្ដាលឲ្យមានអ្នករងរបួសនិងស្លាប់នៅឡើយទេមានន័យថាអត់មានប៉ះពាល់ដល់អាយុជីវិតរបស់មនុស្សក៏ដូចជាអ្នករស់នៅទីនោះដូចជាលោកក៏ដូចជាយាយជីផងដែរហើយមិនតែប៉ុណ្ណោះអំពីពាក់ព័ន្ធនឹងអារាមនៅផងដែរហើយខ្ញុំនឹងធ្វើការសង្ខេបតាក់ទងនឹងប្រវត្តិខ្លះនៃវត្តនេះផងដែរហើយវត្តនេះមានឈ្មោះថាវត្តបច្ច័យញាតិការ៉ាមវរៈវិហារដែលត្រូវបានសាងសង់តាំងពីឆ្នាំ1828នៅក្នុងរជ្ជកាលព្រះបាទបរមរាជរាជមហាមហេសរៈដែលជាព្រះមហាក្សត្រថៃរាមាទី3វត្តនេះមានឈ្មោះល្បីល្បាញដោយសារមានមហាប្រធានចេតិយពណ៌សហើយធំអញ្ចឹងណាដែលគេត្រូវបានទទួលស្គាល់ថាជាវត្តបូជនីយដ្ឋានថ្នាក់ដំបូងដែលមានសារៈសំខាន់ផ្នែកប្រវត្តិសាស្ត្រនិងស្ថាបត្យកម្មរបស់ថៃនឹងឯងតាមការស៊ើបអង្កេតបច្ចុប្បន្ននេះនគរបាលបានស៊ើបអង្កេតនៃអធិការដ្ឋាននគរបាលប៊ុំផារ៉ាមកំពុងសម្របសម្រួលកំពុងពិនិត្យនិងកសោបច្ច័យដើម្បីត្រួតពិនិត្យនិងស៊ើបអង្កេតរកមូលហេតុច្បាស់លាស់អំពីការឆាបឆេះនៅក្នុងសាលាវត្តមួយនេះផងដែរហើយនេះគឺជាករណីដែលខ្ញុំអាប់ដេតតទៅនឹងបញ្ហាអគ្គិភ័យដែលកើតឡើងនៅឯប្រទេសថៃនៅក្នុងទីក្រុងបាងកកអញ្ចឹងនេះគឺជាករណីដែលអាប់ដេតតាន់ពេលវេលានៅថ្ងៃនេះផងដែរហើយហេតុការណ៍នេះបានបណ្ដាលឲ្យឆេះនៅវត្តរាជបុជនីយដ្ឋានដែលវត្តមានចំណាស់មែនទែនហើយហេតុការណ៍ហ្នឹងមិនបណ្ដាលឲ្យមានអ្នករងរបួសឬក៏ស្លាប់នោះទេបាទអញ្ចឹងនេះគឺជាអាប់ដេតព័ត៌មានតទៅអគ្គិភ័យហើយបើសិនជាមានព័ត៌មានអីអាប់ដេតបន្ថែមទៀតតទៅនឹងគ្រោះអគ្គិភ័យហេតុការណ៍នេះឬក៏ព័ត៌មានបន្ទាប់ខ្ញុំនឹងអាប់ដេតជូនអ្នកទាំងអស់គ្នាពីខ្ញុំបាទ First New Official និង First New Channel បើសិនជាមានការខុសត្រូវឲ្យសូមមេត្តាខន្តីអភ័យទោសបងបាទពីខ្ញុំបាទវិសាលសូមជម្រាបលាបាទ